សួស្តីអ្នកទាំងអស់គ្នាខ្ញុំចូលតូហ្គាមីនៅថ្ងៃនេះខ្ញុំលើកយកជាមួយនឹងរឿង anime ទើបតែចេញថ្មីមួយចង់មកសម្រាប់ឲ្យអ្នកទាំងអស់គ្នាបានទស្សនាដោយ anime មួយនេះខ្ញុំសូមដាក់ចំណងជើងថាអ្នកលេងវេទមន្តបង្កើតដ៏អស្ចារ្យមូលហេតុដែលខ្ញុំយក anime ថ្មីមកធ្វើដោយសារតែ anime ចាស់ៗយើងនឹងអត់តន់ចេញភាគតទេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តឥឡូវយើងចូលទៅកាន់វីដេអូតែម្ដងសាច់រឿងនេះបានផ្ដើមឡើងអំពីក្មេងប្រុសម្នាក់ដែលគាត់គឺកំពុងតែក្រោកពីដេក ប៉ុន្តែអ្វីដែលចម្លែកគាត់បានសួរមកកាន់ខ្លួនឯងថាតើគាត់កំពុងតែនៅទីណាហើយហេតុអ្វីបានជាដៃរបស់គាត់ទូចខ្លាំងម្ល៉េះនៅពេលដែលគាត់បានដើរសម្ដៅទៅកាន់បង្អួចទើបគាត់ឃើញថាគាត់គឺកំពុងតែនៅក្នុងរាជវាំងដ៏សែនធំមួយប៉ុន្តែនៅពេលនោះស្រាប់តែលេចចេញជាមួយនឹងអ្នកបម្រើម្នាក់គឺបានរត់សម្ដៅមកកាន់គាត់ទាំងត្រហេបត្រហប់អ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលលោកម្ចាស់តូចរបស់នាងដែលនាងធ្លាប់ស្គាល់គឺមិនចូលចិត្តចេញទៅខាងក្រៅឬក៏ស្គាល់ពិភពលោកខាងក្រៅនោះទេ នេះវាគឺជាលើកទី1សម្រាប់នាងហើយដែលគាត់បាននិយាយទៅកាន់នាងថាគាត់គឺចង់ស្គាល់អំពីពិភពលោកខាងក្រៅហើយសាច់រឿងគេបានបង្ហាញថាតួឯកប្រុសគាត់គឺបានឆ្លងភពពីពិភពលោករបស់គាត់ចូលមកកាន់ពិភពលោកថ្មីហើយវិញ្ញាណរបស់គាត់គឺបានឆ្លងភពចូលសន្ធិដ្ឋទៅកាន់រាងកាយក្មេងប្រុសម្នាក់នេះដែលគាត់គឺមានឈ្មោះថាហ៊ីតូចំណែកឯអ្នកបម្រើស្រីរបស់គាត់គឺមានឈ្មោះថាទូ ហើយគាត់គឺថែមទាំងដឹងថាទូនាងគឺជាអ្នកបម្រើផ្ទាល់ខ្លួនរបស់គាត់ថែមទៀតមូលហេតុដែលគាត់ដឹងជាមួយនឹងរឿងទាំងអស់ដោយសារតែគាត់គឺបានអានជាមួយនឹងការចងចាំក្មេងប្រុសម្នាក់នេះហើយគាត់គឺថែមទាំងដឹងទៀតថាគាត់គឺមានបងប្អូន3នាក់ចំណែកឯគាត់គឺជាកូនពៅហើយគាត់ក៏ជាកូនទី4ផងដែរសាច់រឿងគេបានបង្ហាញអំពីមូលហេតុថាហេតុអ្វីបានជាហ៊ីតូគាត់គឺបានស្លាប់ហើយឆ្លងភពមកកាន់ពិភពលោកមួយនេះ នៅពិភពលោកមុនរបស់គាត់ដោយសារតែគាត់គឺខំប្រឹងធ្វើការខ្លាំងពេកដែលធ្វើឲ្យវាគឺហួសកម្លាំងរួចគាត់ក៏បានស្លាប់តែម្ដងនេះហើយគឺជាមូលហេតុដែលគាត់បានឆ្លងភពចូលមកកាន់ក្មេងប្រុសម្នាក់នេះដែលមានឈ្មោះថាហ៊ីតូនឹងឯងសាច់រឿងបានបង្ហាញនៅពេលដែលក្រុមគ្រួសាររបស់ហ៊ីតូកំពុងតែញ៉ាំអាហារពេលព្រឹកចំណែកឯអ្នកបម្រើទាំងអស់គ្នាមើលទៅកាន់ពួកគេគឺពិតជាយកចិត្តទុកដាក់ទៅកាន់ហ៊ីតូខ្លាំងណាស់ដោយសារតែគាត់គឺជាកូនពៅហើយណាមួយដោយសារតែគាត់នៅក្មេង ចំណែកឯឪពុករបស់ហ៊ីតូវិញគាត់គឺជាមនុស្សតឹងតែងម្នាក់គាត់បានសួរទៅកាន់កូនរបស់គាត់ទាំងអស់គ្នាថាតើនៅថ្ងៃនេះពួកគេគឺបានធ្វើអ្វីខ្លះពួកគេទាំង3បានឆ្លើយប្រាប់ទៅកាន់គាត់ថាពួកគេគឺបានរៀនវេទមន្តភ្លើងនៅថ្ងៃនេះចំណែកឯអ្នកចុងក្រោយគឺជាហ៊ីតូវិញម្ដងដែលគាត់បានសួរថាតើហ៊ីតូបានធ្វើអ្វីនៅថ្ងៃនេះនៅពេលដែលហ៊ីតូបានឆ្លើយទៅកាន់ឪពុករបស់គាត់ដែលធ្វើឲ្យបងប្អូនរបស់គាត់គឺភ្ញាក់ផ្អើលតែម្ដង ហេតូបាននិយាយថាថ្ងៃនេះគាត់គឺបានរៀនអំពីអក្សរសាស្ត្រហើយនឹងរៀនអំពីទីក្រុងមួយនេះផងដែរគាត់គឺចង់ស្វែងយល់អំពីពិភពលោកខាងក្រៅហើយគាត់ក៏ចង់ស្វែងយល់អំពីភូមិគ្រឹះរបស់គាត់ឬក៏ទីក្រុងរបស់ពួកគាត់ឲ្យបានច្បាស់នៅពេលដែលគាត់បានស្ដាប់ឮនៅពាក្យសម្ដីរបស់ហ៊ីតូគាត់គឺពិតជាភ្ញាក់ផ្អើលហើយនឹងរំភើបនៅពាក្យសម្ដីរបស់ហ៊ីតូខ្លាំងណាស់គាត់បាននិយាយទៅកាន់ហ៊ីតូថាវាគួរតែអញ្ចឹងហើយដោយសារតែឯងគឺជាកូនចុងក្រោយនៃប្រពន្ធរបស់ខ្ញុំ អញ្ចឹងហើយគាត់គឺសង្ឃឹមថានៅពេលដែលហ៊ីតូមានអាយុ8ឆ្នាំហ៊ីតូនឹងបង្ហាញអំពីថាមពលរបស់គាត់ឲ្យគាត់បានឃើញអញ្ចឹងហើយនៅពេលនេះឪពុករបស់ហ៊ីតូគឺពិតជាដាក់ការរំពឹងខ្ពស់ខ្លាំងមែនទែនទៅលើហ៊ីតូដែលគាត់គិតថាបើសិនជាហ៊ីតូទទួលបានជាមួយនឹងវេទមន្តគាត់នឹងទទួលបានជាមួយនឹងវេទមន្តខ្លាំងជាមិនខានហើយគាត់នឹងតតឹងរង់ចាំរហូតទៅដល់ថ្ងៃនោះមកដល់សាច់រឿងគេបានបង្ហាញថានៅក្នុងពិភពលោកមួយនេះគឺមានធាតុចំនួន4ដូចជាទឹកដីភ្លើងខ្យល់ នៅក្នុងចំណោមវេទមន្តទាំងអស់នេះក្រុមគ្រួសាររបស់ហ៊ីតូពួកគេគឺតែងតែមានជាមួយនឹងវេទមន្តភ្លើងនិយាយទៅគឺវេទមន្តភ្លើងទាំងអស់គ្នាតែម្ដងចំណែកឯពេលតនេវិញហ៊ីតូបានសួរទៅកាន់ទូអំពីពិភពលោកខាងក្រៅដែលគាត់គឺចង់ដឹងចង់ឃើញចង់ឮចង់ស្គាល់នៅទីកន្លែងជាដើមប៉ុន្តែអ្នកបម្រើរបស់ពួកគាត់គឺមិនសូវឲ្យទូនិយាយច្រើនប៉ុន្មានទេដោយសារតែហ៊ីតូនឹងគាត់គឺនៅក្មេងខ្លាំងពេកសំទោសគ្នាយើងហ៊ីតូមិនមែនហ៊ីតូដែរណាប្រយ័ត្នច្រឡំ ដោយសារតែហ៊ីតូទទូចសួរខ្លាំងពេកទូនាងបានប្រាប់ទៅកាន់គាត់ថាវេទមន្តយើងគឺត្រូវប្រើប្រាស់វាដោយមានដុំគ្រីស្តាល់ឬក៏របស់របរមួយចំនួនដែលយើងគួរតែរក្សាទុកពួកវាដោយសារតែហ៊ីតូគឺគាត់ចង់ដឹងចង់ឃើញនៅពេលនោះស្រាប់តែលេចចេញជាមួយនឹងបរិសម្នាក់គាត់បានយកជាមួយនឹងសភ័យយ៉ាងច្រើនដាក់នៅចំពោះមុខហ៊ីតូតែម្ដងដែលគាត់គឺជាកូនចៅចំណិតរបស់ឪពុកហ៊ីតូដែលគាត់គឺមានឈ្មោះថាអេសបាដា នៅពេលដែលអេសបាដាដឹងថាហេតូគាត់ចង់ដឹងអំពីពិភពលោកខាងក្រៅគាត់គឺពិតជាចាប់អារម្មណ៍ខ្លាំងណាស់រួចគាត់ក៏សម្រេចចិត្តថាធ្វើជាលោកគ្រូរបស់ហេតូតែម្ដង
ហើយអេស្បាដាហ្នឹងគាត់គឺមិនខុសគ្នាអំពីឪពុករបស់ហ៊ីតូទេគាត់គឺពិតជាតឹងតែងខ្លាំងណាស់មុននឹងគាត់បង្រៀនទៅកាន់ហ៊ីតូគាត់គឺបានឲ្យហ៊ីតូនឹងបូកលេខឬក៏ដកលេខនៅដៃរបស់គាត់សិននៅពេលដែលហ៊ីតូឆ្លើយត្រូវរួចហើយគាត់គឺចាប់ផ្ដើមបង្រៀនតែម្ដងហើយការបង្រៀនរបស់គាត់គឺពិតជាតឹងតែងខ្លាំងណាស់ហ៊ីតូគាត់បានចំណាយពេលនៅក្នុងការរៀនអស់រយៈពេល3សប្ដាហ៍រយៈពេល2ឆ្នាំកន្លងផុតទៅនៅពេលនេះហ៊ីតូគាត់គឺមានអាយុ4ឆ្នាំហើយចំណែកឯនៅពេលបច្ចុប្បន្នហ៊ីតូគាត់កំពុងតែហ្វឹកហាត់ជាមួយនឹងទូដោយសារតែគាត់គឺនៅក្មេងអញ្ចឹងហើយកម្លាំងរបស់គាត់គឺដូចអាចចឹងដោយសារតែបែបនេះហើយទូនាងក៏ច្រឡំមាត់សាយទៅកាន់ហ៊ីតូដែលថាគាត់នឹងគឺមានកម្លាំងខ្សោយដោយសារតែការសើចចំអករបស់នាងគឺត្រូវបានអ្នកបម្រើដតីនឹងចាប់នាងជាប់បែរថាអ្នកបម្រើនឹងមិនគួរសើចឬក៏មិនឲ្យសើចទៅកាន់ព្រះអង្គម្ចាស់ខ្លួនឯងទេបើសិនជាសើចត្រូវតែមានទោសប៉ុន្តែហ៊ីតូគាត់គឺមិនបានដាក់ទោសធ្ងន់ធ្ងរទៅកាន់នាងទេដោយសារតែវាគឺជារឿងតូចតាចគាត់គឺគ្រាន់តែផ្ទាត់ថ្ងាសនាងតែប៉ុណ្ណោះរយៈពេល1ឆ្នាំកន្លងផុតទៅនៅពេលនេះហ៊ីតូគាត់គឺចាប់ផ្ដើមមានអាយុ5ឆ្នាំហើយចំណែកឯក្បាច់ដៃរបស់គាត់វាក៏កាន់តែរីកចម្រើនដែរគាត់គឺអាចយកឈ្នះទៅកាន់ក្មេងៗដូចជាគាត់បានយ៉ាងងាយស្រួលមូលហេតុដែលគាត់ហ្វឹកហាត់បានរីកចម្រើនដល់ថ្នាក់នេះដោយសារតែគាត់គឺចាំអំពីអតីតកាលរបស់គាត់ជីវិតអតីតកាលរបស់គាត់គឺជាមនុស្សដែលតែងតែខំប្រឹងហើយនឹងតស៊ូទោះបីជាហ៊ីតូអាចយកឈ្នះទៅកាន់ពួកគេបានមែនប៉ុន្តែគាត់ក៏ជាមនុស្សដែលមានសន្តានចិត្តល្អដែរនៅពេលដែលហ៊ីតូគាត់កំពុងតែសម្រាកស្រាប់តែលេចចេញជាមួយនឹងបុរសម្នាក់ទៀតក៏បានធ្វើដំណើរមកដល់ដែលគាត់បានអះអាងប្រាប់ទៅកាន់ហ៊ីតូថាគាត់គឺជាណៃហើយគាត់គឺជាគ្រូនៃដាវដោយសារតែគាត់គឺបានឃើញហ៊ីតូហ្វឹកហាត់ដាវបានយ៉ាងល្អអញ្ចឹងហើយគាត់គឺចង់ធ្វើជាគ្រូរបស់ហ៊ីតូដោយគាត់នឹងគឺមានឈ្មោះថាឌីចំណែកឯតាមកំណត់របស់ហ៊ីតូវិញគាត់គឺមិនចង់ហ្វឹកហាត់ជាមួយនឹងឌីនឹងទេដោយសារតែការងាររបស់គាត់វាពិតជាច្រើនខ្លាំងណាស់ទី1គាត់គឺត្រូវហ្វឹកហាត់ក្បាច់ដាវជារៀងរាល់ថ្ងៃចំណែកឯទី2គាត់គឺត្រូវរៀនពីព្រឹករហូតដល់យប់ដំបូងឡើយហ៊ីតូគាត់គឺមិនយល់ព្រមនោះទេប៉ុន្តែដោយសារតាឌីនឹងគឺបញ្ចង់បញ្ចូលខ្លាំងពេកគាត់ក៏សម្រេចចិត្តថាយល់ព្រមតាមអ្វីដែលហ៊ីតូគិតគឺគាត់គិតថាប្រហែលជាវាងាយស្រួលតែមើលទៅប៉ុន្តែគាត់គឺគិតខុសទាំងស្រុងដោយអាប៉ែឌីនឹងគឺមិនខុសគ្នាអំពីអាប៉ែអេសបាដានោះទេគឺពួកគេពិតជាតឹងតែងខ្លាំងណាស់ឲ្យគាត់នឹងហ្វឹកហាត់កូនដាវជារៀងរាល់ថ្ងៃទោះបីជាមើលទៅកាន់ឌីនឹងដូចជាមនុស្សកាចពិតមែនប៉ុន្តែមើលទៅកាន់គាត់ដូចជាអត់គ្រប់ទឹកមិនទេនិយាយទៅដូចឡាប់ៗអញ្ចឹងប៉ុន្តែទោះបីជាវាពិបាកមកកាន់គាត់ក៏ដោយប៉ុន្តែគាត់គឺពិតជារីករាយខ្លាំងណាស់ជាមួយនឹងជីវិតថ្មីរបស់គាត់សាច់រឿងបានកាត់មកកាន់ថ្ងៃស្អែកដោយសារតែថ្ងៃនេះហ៊ីតូគាត់គឺទំនេរគាត់ក៏សម្រេចចិត្តថាឲ្យទូហើយនឹងអ្នកបម្រើ2នាក់ទៀតជូនគាត់មកដើរលេងនៅឯផ្សារហើយគេគឺបានបង្ហាញអំពីទីផ្សារដ៏ធំមួយដែលវាគឺលក់ជាមួយនឹងសម្ភារៈសឹងតែទាំងអស់ដែលពួកគេគឺជាក្រុមហ៊ុនតែមួយគត់ដែលរស់នៅក្នុងអាណាចក្រមួយនេះប៉ុន្តែនៅពេលនោះហ៊ីតូគាត់បានកលេចឃើញជាមួយនឹងបុរសម្នាក់ដែលគាត់គឺបានយកជាមួយនឹងក្មេងប្រុសម្នាក់យកមកលក់នៅពេលដែលឃើញស្ថានភាពដូចជាមិនស្រួលហើយមើលទៅវាដូចជារឿងខុសច្បាប់អង្គរៈរបស់ហ៊ីតូនឹងបំរុងនឹងដកដាវកាប់ទៅកាន់បុរសនោះតែម្ដងប៉ុន្តែហ៊ីតូក៏បានហាមឃាត់រួចបានសួរទៅកាន់បុរសម្នាក់នោះថាតើហេតុអ្វីបានជាគាត់ចងដៃក្មេងប្រុសម្នាក់នេះបុរសនោះបានឆ្លើយតែងាយៗថាដោយសារតែគេគឺជាកូនប្រុសរបស់គាត់ហើយគាត់គឺត្រូវការលក់គេបុរសនោះបាននិយាយទៀតថាវាគឺជារឿងផ្ទាល់ខ្លួនរបស់គាត់ហ៊ីតូនឹងមិនបាច់ចង់ដឹងអីទេចំណែកឯទូវិញនាងបានប្រាប់ទៅកាន់ហ៊ីតូថានៅទីនេះតែងតែមានជាមួយនឹងមនុស្សយកទេសកលយកមកលក់ជាពិសេសទេសកលទាំងអស់នោះគឺជាក្រុមគ្រួសាររបស់ពួកគេដោយសារតែភាពក្រីក្រឬក៏គ្មានលទ្ធភាពចិញ្ចឹមទៅកាន់កូនរបស់ពួកគេគឺដាច់ចិត្តយកកូនយកមកលក់ធ្វើជាទេសកលប៉ុន្តែនៅពេលនោះស្រាប់តែលេចចេញជាមួយនឹងម្នាក់ស្រីទៀតក៏បានធ្វើដំណើរមកដល់ដែលនេះគឺពិតជាសប្បាយចិត្តខ្លាំងណាស់ដែលហ៊ីតូបានធ្វើដំណើរមកទៅកាន់ទីផ្សាររបស់នាងហើយនាងនឹងគឺថែមទាំងដឹងថែមទៀតថាហ៊ីតូនឹងគឺជាប្រោយបោត្រាទី4មូលហេតុដែលនាងដឹងដោយសារតែទូនឹងគឺបានយក logo មកបិទនៅអាវរបស់ហ៊ីតូនឹងឯងចំណែកឯម្នាក់ស្រីនឹងវិញនាងគឺមានឈ្មោះថារ៉ូសាលីបាននិយាយទៅកាន់ហ៊ីតូថានាងគឺពិតជាមានកិត្តិយសខ្លាំងណាស់ដែលថ្ងៃនេះនាងបម្រើទៅកាន់ហ៊ីតូដោយផ្ទាល់អញ្ចឹងហើយបើសិនជាហ៊ីតូចង់បានអីអាចប្រាប់មកកាន់នាងបាននៅពេលដែលលឺអញ្ចឹងហ៊ីតូគាត់ក៏បានឲ្យនាងទៅសួរតម្លៃទេសកលតែម្ដងថាទេសកលមួយនឹងបុរសម្នាក់នោះគាត់គឺលក់តម្លៃប៉ុន្មានរ៉ូសាលីបានសួរទៅកាន់បុរសម្នាក់នោះថាតើកូនប្រុសរបស់គាត់គឺមានវេទមន្តអីដែរនៅពេលដែលដឹងថាកូនរបស់គាត់គឺមានជាមួយនឹងវេទមន្តលួចនាងគឺហ៊ានឲ្យគាត់ត្រឹមតែ3កាក់ធំតែប៉ុណ្ណោះនៅពេលដែលទទួលបានជាមួយនឹងតម្លៃរួចហើយបុរសម្នាក់ហ្នឹងគាត់គឺមិនសប្បាយចិត្តនោះទេដោយសារតែវាគឺតិចខ្លាំងពេក
ប៉ុន្តែហ៊ីតូគាត់ក៏សម្រេចចិត្តថាឲ្យបុរសម្នាក់នោះចំនួន5កាក់ធំតែម្ដងនៅពេលដែលទទួលបានជាមួយនឹងលុយដ៏ច្រើនបែបនេះបុរសម្នាក់នោះគាត់ក៏មិនបានបដិសេធដែររួចគាត់ក៏បានធ្វើដំណើរចាកចេញបាត់ទៅចំណែកឯក្មេងប្រុសដែលហ៊ីតូបានទិញនឹងវិញគេគឺមានឈ្មោះថាខាឈីហ៊ីតូបាននិយាយទៅកាន់ខាឈីថាមូលហេតុដែលគាត់ទិញគេដោយសារតែគាត់នឹងគឺចង់ឲ្យខាឈីមានសេរីភាពនៅពេលដែលឮអញ្ចឹងខាឈីគាត់គឺចាប់ផ្ដើមពិបាកចិត្តតែម្ដងដោយសារតែគាត់គឺគ្មានទីណាត្រូវទៅទៀតឡើយនៅពេលដែលហ៊ីតូដឹងអំពីអារម្មណ៍របស់ខាឈីគាត់បាននិយាយថាបើសិនជាមិនយកតទេឯងគឺអាចទៅរស់នៅជាមួយនឹងខ្ញុំបានដោយសារតែខាឈីគឺជាទស្សកររបស់ហ៊ីតូអញ្ចឹងហើយពួកគេទាំងពីរគឺត្រូវតែចុះកិច្ចសន្យាជាមួយនឹងគ្នាជាមួយនឹងកិច្ចសន្យាមួយនេះខាឈីគឺមិនអាចកុហកទៅកាន់ហ៊ីតូឬក៏ក្បត់ទៅកាន់ហ៊ីតូបានទេបន្ទាប់ពីខាឈីបានរស់នៅជាមួយនឹងហ៊ីតូគាត់គឺបានក្លាយទៅជាអ្នកនាំសាររបស់ហ៊ីតូដោយផ្ទាល់ចំណែកឯនៅពេលនេះវិញខាឈីបានប្រាប់ទៅកាន់ហ៊ីតូថាឌីគឺចាប់ផ្ដើមមករកគាត់ទៀតហើយនៅពេលដែលលើបែបនេះហ៊ីតូគាត់បានយកជាមួយនឹងនំមួយកញ្ចប់ឲ្យទៅកាន់ខាឈីហើយគាត់បានប្រាប់ទៅកាន់ខាឈីថាបើសិនជាខាឈីជួយកុហកគាត់ដែលថាហ៊ីតូនឹងគឺមិននៅនឹងទេដើម្បីឲ្យឌីនឹងត្រឡប់ទៅវិញនំនេះគឺជារបស់គាត់នៅពេលដែលឌីធ្វើដំណើរមកដល់ខាឈីនឹងបាននិយាយតាមដែលអ្វីដែលហ៊ីតូបានប្រាប់ដែលថាហ៊ីតូនឹងគឺមិននៅទីនឹងទេដោយសារតាឌីគឺមិនបានឃើញហ៊ីតូពិតមែនគាត់ក៏សម្រេចចិត្តថាយកខាឈីទៅជំនួសហ៊ីតូតែម្ដងរយៈពេល3ឆ្នាំកន្លងផុតទៅម្ដងទៀតនៅពេលនេះហ៊ីតូគាត់គឺចាប់ផ្ដើមមានអាយុ8ឆ្នាំហើយវាក៏ជាពេលវេលាដែលហ៊ីតូនឹងត្រូវតែតេស្តមើលជាមួយនឹងវេទមន្តរបស់គាត់ថាគាត់នឹងគឺមានវេទមន្តអ្វីដោយសារតែហ៊ីតូគាត់គឺជាមនុស្សល្អហើយគាត់គឺតែងតែរស់រាយរាក់ទាក់ទៅកាន់ប្រជាជនឬក៏អ្នកភូមិទាំងអស់គ្នាគឺបានបន់ស្រន់ទៅកាន់ហ៊ីតូដែលថាគាត់នឹងគឺសំណាងល្អទៅចោះចំណែកឯពេលយប់វិញវាគឺជាពេលវេលាដែលក្រុមគ្រួសាររបស់ហ៊ីតូបានតេស្តជាមួយនឹងវេទមន្តរបស់គាត់នៅពេលដែលពួកគេបានឃើញជាមួយនឹងវេទមន្តរបស់ហ៊ីតូហើយជាពិសេសគឺជាឪពុករបស់គាត់តែម្ដងគាត់គឺពិតជាសង្ហាចិត្តខ្លាំងណាស់ដោយសារតែវេទមន្តរបស់ហ៊ីតូគឺមិនមែនជាវេទមន្តភ្លើងដូចជាពួកគេនោះទេប៉ុន្តែវេទមន្តរបស់គាត់បែរទៅជាវេទមន្តបង្កើតទៅវិញមូលហេតុដែលឪពុករបស់ហ៊ីតូគាត់គឺមិនសប្បាយចិត្តដោយសារតែគាត់គិតថាវេទមន្តនឹងវាមើលតែអាចអញ្ចឹងនិយាយទៅវាគ្មានខ្លាំងអីទេទើបគាត់គិតថាវាអត់ប្រយោជន៍អញ្ចឹងហើយគាត់បាននិយាយទៀតថាគាត់គឺពិតជាដាក់ការរំពឹងខ្ពស់ខ្លាំងណាស់ទៅលើហ៊ីតូថាគាត់នឹងទទួលបានជាមួយនឹងវេទមន្តដ៏ខ្លាំងអស្ចារ្យចំណែកឯម្ដាយរបស់ហ៊ីតូវិញដោយសារតែប្រសូតឬក៏កាត់ហ៊ីតូមកនឹងហើយដែលធ្វើឲ្យគាត់នឹងគឺបានបាត់បង់ជីវិតអញ្ចឹងហើយគាត់គឺមិនគួរណាបាត់បង់ប្រពន្ធជាទីសម្លាញ់របស់គាត់ហើយទទួលបានកូនចៅម្សៀតដូចជាហ៊ីតូនោះទេនៅពេលដែលគាត់បំរុងនឹងសម្លាប់ទៅកាន់ហ៊ីតូចោលទៅហើយបងប្រុសរបស់ហ៊ីតូគាត់ក៏បានចូលមករីរាំងហើយគាត់បានប្រាប់ទៅកាន់ឪពុករបស់គាត់ថាយើងគឺមានជាមួយនឹងដីឬក៏ភូមិដាច់ស្រយាលមួយហើយវាគឺជាភូមិមួយដែលមិនទាន់បានអភិវឌ្ឍនោះទេអញ្ចឹងហើយគាត់គឺចង់បញ្ជូនហ៊ីតូឲ្យទៅរស់នៅទីនោះនៅពេលដែលលេងអញ្ចឹងឪពុករបស់ពួកគេក៏រៀងធូរចិត្តដែរដោយសារតែស្ដាប់ទៅវាគឺសមហេតុសមផលហើយណាមួយភូមិដាច់ស្រយាលហ្នឹងវាគឺជាភូមិមួយដែលនគររបស់ពួកគេហ្នឹងគឺមិនទាន់ទទួលស្គាល់ទេអញ្ចឹងហើយបើសិនជាបញ្ជូនហ៊ីតូទៅរស់នៅកន្លែងនោះវាក៏ល្អដែរចំណែកឯភូមិដាច់ស្រយាលនោះវិញវាគឺគ្មានជាមួយនឹងឧបករណ៍សំខាន់ឬក៏ប្រើប្រាស់អីទេជាពិសេសវាគឺពោពេញជាមួយនឹងបិសាចខ្លាំងថែមទៀតនៅពេលដែលឪពុករបស់គាត់បានធ្វើដំណើរទៅបាត់បងប្រុសរបស់ហ៊ីតូគាត់ពិតជាសុំទោសទៅកាន់ហ៊ីតូខ្លាំងណាស់ដែលបានបញ្ជូនគាត់ទៅកាន់ភូមិដាច់ស្រយាលមួយនោះប៉ុន្តែហ៊ីតូគាត់គឺមិនបានខឹងទៅកាន់បងប្រុសរបស់គាត់ទេដោយសារតាណាមួយបងប្រុសរបស់គាត់ក៏បានជួយជីវិតគាត់ដែរបងប្រុសហ៊ីតូបាននិយាយថាបើសិនជាហ៊ីតូបានធ្វើដំណើរទៅដល់នោះហើយគាត់គឺត្រូវការរបស់អ្វីគាត់គឺអាចប្រាប់មកកាន់គាត់បានសាច់រឿងបានកាត់មកកាន់ថ្ងៃស្អែកវាគឺជាពេលវេលាដែលហ៊ីតូគាត់ធ្វើដំណើរចាកចេញអំពីនគររបស់គាត់ហើយឆ្ពោះទៅកាន់ភូមិដាច់ស្រយាលប៉ុន្តែគាត់ក៏មិនបានទៅតែម្នាក់ឯងដែរចំណែកឯទូខាឈីឌីអេសបាដាអីហ្នឹងក៏ធ្វើដំណើរទៅជាមួយនឹងគាត់ដែរជាមួយនឹងការធ្វើដំណើររបស់ហ៊ីតូក៏មានជាមួយនឹងប្រជាជនយ៉ាងច្រើនក៏បានស្រែកលើកទឹកចិត្តគាត់ឬក៏ជូនពរទៅកាន់គាត់ដូចគ្នាទោះបីជាហ៊ីតូគាត់ទៅតែស្គាល់ពួកគេប៉ុន្តែគាត់គឺពិតជាសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងពាក្យចុងក្រោយគាត់បាននិយាយទៅកាន់ពួកគេថាគាត់គឺលាសិនហើយ